នេះគឺជានាឡិកា Smart Watch ដែលមានតួហើយជាមួយនឹងខ្សែជាលោហៈរឹងមាំអេក្រង់ធំអេក្រង់មានពន្លឺចាំងច្បាស់ល្អ Classic Design ជាមួយនឹងតម្លៃប្រហែល100ជាងទេតួលោហៈធាតុរឹងមាំហើយកញ្ចក់នេះគឺជាប្រភេទ Panda Glass អញ្ចឹងងាយបែកងាយសឹកងាយឆ្កូតអីទេរឹងមាំប៉ុណ្ណឹងហ៎លឺឡើងដូចកពិតឈើខ្ទេច Venus Falcon Titanium នាឡិកានេះគឺសម្រាប់អ្នកដែលចូលចិត្តនាឡិកា Smart Watch ប៉ុន្តែពេញចិត្តជាមួយនឹងការរចនាបែប Classic ព្រោះដូចដែលយើងបានឃើញនាឡិកានេះគឺវាមានទម្រង់មូលហើយជាមួយនឹងខ្សែជាប្រភេទលោហៈទាំងអស់តែម្ដងធ្វើឲ្យការរំលេចរបស់វា style បែប Classic មិនងាយធុញមិនងាយហួសសម័យទេហើយតួទាំងមូលជាមួយនឹងខ្សែក៏វាជាប្រភេទលោហៈធាតុដែលរឹងមាំជាមួយនឹងការប៉ះទង្គិចផ្សេងៗនាឡិកានេះគ្រប់គ្រងជាមួយនឹងភាសាខ្មែរ 100% បានផងដែរអញ្ចឹងយើងអាចដូរភាសាទៅជាភាសាខ្មែរទៅសម្រាប់ការប្រើប្រាស់ទូទៅផ្សេងៗងាយស្រួលមើលងាយស្រួលអានមើលវីដេអូនឹងហើយនៅក្នុង comment មាន link ចូលឆ្លើយសំណួរនឹងទៅនាឡិកានេះទុកឲ្យ fan ហ្មងហើយកុំភ្លេច share វីដេអូនឹងមួយផងចំពោះរចនាបថរបស់វាវិញគឺវាមានទម្រង់មុខមូលហើយផ្នែកខាងស្ដាំនេះគឺមានប៊ូតុង3ដែលយើងអាចប្រើវានៅក្នុងការបង្វិលឬក៏ការចុចអាសាញមុខងារផ្សេងៗទៅលើប៊ូតុងនឹងបានដូចគ្នាដែរអេក្រង់នេះគឺវាមានទំហំ 1.43 អ៊ីងហើយមាន resolution 466 គុណជាមួយនឹង466កម្លាំងជះពន្លឺស្មើនឹង1000 nit អញ្ចឹងវាអាចបញ្ចេញពន្លឺខ្លាំងក្នុងការមើលនៅក្រោមពន្លឺថ្ងៃហើយចំពោះ refresh rate វិញទៀតគឺវាមានកម្រិត 60Hz សម្រាប់ការប្រើប្រាស់ទូទៅដូចជាយើងបើក app ឬក៏យើងប្រើប្រាស់ទូទៅដូចជាអូសឡើងលើអូសចុះក្រោមអីគឺវា smooth វារលូននៅក្នុងកម្រិត 60Hz នេះឯងចំពោះរូបរាងរបស់វាគឺវាជាលោហៈធាតុអញ្ចឹងវាធន់ជាមួយនឹងការប៉ះទង្គិចសម្រាប់ការប្រើប្រាស់ទូទៅវាអត់បញ្ហាទេហើយក៏វាអាចទប់ជាមួយនឹងជម្រាបទឹករហូតដល់50ម៉ែត្រក្នុងកម្រិត5 atmospheric pressure បានដូចគ្នាដែរអញ្ចឹងលក្ខណៈទាំងអស់នេះគឺដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់គ្រប់ពេលវេលាមិនថាជាពេលដែលយើងមុជទឹកឬក៏ហែលទឹកបានដូចគ្នាទាំងអស់ហើយចំពោះការការពារនេះគឺវាការពារទាំងសម្ពាធបរិយាកាសក្នុងករណីដែលត្រជាក់ក្នុងករណីដែលក្តៅឬក៏នៅពេលដែលមានដីធូលីអីក៏ដោយក៏វាអាចទប់ជាមួយនឹងស្ថានភាពអស់ទាំងនឹងបានដែរ Venus Falcon Titanium នេះចំពោះខ្សែរបស់វាគឺប្រភេទ stainless steel 316L អញ្ចឹងវាក្រាស់វាធន់ចំពោះថ្មវិញគឺវាអាចប្រើបានរហូតដល់8ថ្ងៃឬក៏ដល់2អាទិត្យឯណោះ14ថ្ងៃវាមានមុខងារបង្ហាញដោយ automatic ហើយជាមួយនឹងការដែលយើងបិទវាលុតបានដូចគ្នាដែរឃើញទេអានេះគឺជាមុខងារ always on សម្រាប់ការប្រើប្រាស់ទូទៅបើសិនជាយើងប្រើច្រើនដូចជាបើកទៅលើមុខងារ always on ហើយជាមួយនឹងមើល notification អីផ្សេងៗគឺយើងអាចធានានៅក្នុងការប្រើប្រាស់ក្នុងរយៈពេល7ថ្ងៃមួយអាទិត្យឬក៏10ថ្ងៃបានអត់បញ្ហាទេតែបើសិនជាយើងប្រើដូចជាយើងប្រើកម្លាំងពន្លឺពាក់កណ្ដាល 50% ហើយជាមួយនឹងមិនសូវជាប្រើប្រាស់ចុចនៅលើមុខងារកីឡានឹងច្រើនទេគឺយើងអាចប្រើរហូតដល់12ថ្ងៃឬក៏2អាទិត្យឯណោះ model នេះគឺការរចនាបែប classic មែនក៏ប៉ុន្តែវានៅតែជា smart watch ដដែលអញ្ចឹងវាមានមុខងារ smart watch ដូចជាមួយនឹង smart watch ដទៃទៀតទៅលើមុខងារកីឡាយើងអាចគ្រប់គ្រងជាមួយនឹងមុខងារកីឡារហូតដល់ជាង100មុខដូចជាការហាត់ប្រាណដើរខាងក្រៅរត់ជិះកង់អីផ្សេងៗហ្នឹងក៏អាចភ្ជាប់ជាមួយនឹងមុខងារសំខាន់មួយទៀតគឺយើងអាចស្ដាប់បទចម្រៀងនៅពេលដែលយើងកំពុងតែហាត់នឹងបានយើងអាច copy បទចម្រៀងចូលទៅក្នុងនាឡិកានេះឬក៏យើងអាចចាក់បទចម្រៀងពី smartphone របស់យើងបើសិនជាយើងភ្ជាប់តាម Bluetooth លក្ខណៈនេះគឺវាផ្ដល់ភាពងាយស្រួលមួយទៀតគឺនៅពេលដែលយើង copy បទចម្រៀងចូលទៅក្នុងនាឡិកានេះយើងអាចប្រើនាឡិកានេះភ្ជាប់ជាមួយនឹងកាសគឺយើងចាក់បទចម្រៀងចេញពីនាឡិកានេះហើយស្ដាប់ក្នុងកាសតែម្ដងព្រោះដូចយើងដឹងហើយក្នុងករណីដែលយើងហាត់ប្រាណមួយចំនួនយើងអត់ចង់យកនាឡិកានេះភ្ជាប់ជាមួយនឹងទូរស័ព្ទអីច្រើនទេគឺយើងគ្រាន់តែប្រើនាឡិកាជាមួយនឹងកាសគឺយើងអាចស្ដាប់បទចម្រៀងនៅពេលដែលយើងកំពុងតែហាត់ប្រាណនឹងបានតែម្ដងដូចជាករណីដើរករណីរត់ឬក៏ជិះកង់ជាដើមក្រៅពីមុខងារកីឡាគឺវាមានបន្ថែមនៅមុខងារសុខភាពដូចជាការតាមដានទៅលើចង្វាក់បេះដូងដូចជាការតាមដានទៅលើកម្រិតអុកស៊ីហ្សែននៅក្នុងឈាមសម្ពាធឈាមឬក៏ការកំណត់ទៅលើ stress level បន្ថែមពីលើនឹងទៀតក៏យើងអាចប្រើក្នុងការតាមដានដំណេកហើយនឹងមានមុខងារមួយទៀតគឺការលំហាត់ក្នុងការដកដង្ហើមមានន័យថានាឡិកានេះវាប្រាប់ឲ្យយើងរបៀបដកដង្ហើមថាឲ្យវែងឲ្យខ្លីឬក៏ឲ្យយូរយ៉ាងម៉េចដើម្បីសម្រួលដល់អារម្មណ៍របស់យើងអញ្ចឹងណាហើយជាមួយនឹងមុខងារមួយទៀតសំខាន់គឺមុខងារសុខភាពស្ត្រីនេះសម្រាប់នារីបើប្រើនាឡិកានេះប៉ុន្តែខ្ញុំគិតថានាឡិកានេះវាត្រូវជាមួយនឹងទម្រង់បរិះច្រើនជាងព្រោះ style របស់វា classic បែបប្រុសស្អាតវាក៏មានមុខងារបន្ថែមផ្សេងៗទៀតដូចជាការប្រើទៅលើ calendar reminder alarm clock ហើយជាមួយនឹង calculator ផងដែរអញ្ចឹងយើងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់យើងដើម្បីប្រើមុខងារផ្សេងៗទៀតដូចជាការប្រើទៅលើការ call ចេញ call ចូលការមើល notification ហើយជាមួយនឹងការបញ្ជាជាមួយនឹង AI voice បានផងដែរចំពោះ AI voice នេះគឺមានន័យថាវាប្រើ AI command នៅក្នុងទូរស័ព្ទរបស់យើងទេគ្រាន់តែនាឡិកានេះដើរតួដូចជា microphone ដើម្បីបញ្ជូនសំឡេងរបស់យើងទៅទូរស័ព្ទរបស់យើងអញ្ចឹងនឹងគឺជាមុខងារបន្ថែមផ្សេងៗក្រៅពីនឹងទៀតសម្រាប់អ្នកដែលចូលចិត្តការរចនាផ្ទៃខាងមុខរបស់នាឡិកាក៏យើងអាច download បន្ថែមទៅលើ watch face ហ្នឹងហើយបញ្ចូលពីទូរស័ព្ទរបស់យើងបានដូចគ្នាដែរ
ចំពោះតាក់ទងជាមួយនឹងការប្រើប្រាស់យើងអាចបញ្ចូលទៅលើមុខនាឡិកាឬក៏ watch face ដែលខ្ញុំនិយាយមិញហ្នឹងហើយចំពោះការប្រើប្រាស់ទៅលើមុខងារ smart watch ដូចជាការតាមដានទៅលើកីឡាតាមដានទៅលើផ្នែកសុខភាពហ្នឹងនាឡិកានេះគឺវាប្រើដោយ sensor នៅផ្នែកខាងក្រោមនេះដើម្បីចាប់នៅចលនាដើម្បីដឹងអំពីចង្វាក់បេះដូងដឹងពីកម្រិតអុកស៊ីហ្សែននៅក្នុងឈាមរបស់យើងអញ្ចឹងទៅនាឡិកានេះគឺរៀងរាល់ពេលដែលយើងសាកថ្មម្ដងគឺវាអាចប្រើបានយូររហូតដល់2អាទិត្យប៉ុន្តែនៅពេលដែលយើងសាកថ្មការសាកថ្មរបស់វាគឺប្រើដោយ connector pin ទេវាប្រើដោយឆក់ហើយជាមួយនឹង charge ដោយ pin មិនទាន់ប្រើជា wireless នៅឡើយទេការធ្វើបែបនេះដើម្បីឲ្យនាឡិកានេះវានៅតែក្នុងកម្រិតធូរថ្លៃទោះបីជាវាប្រើ material ដែលធន់រឹងមាំក៏ដោយចំពោះខ្សែរបស់វាគឺវាជាប្រភេទលោហៈធាតុ stainless steel 316វាធន់រឹងមាំការពារជាមួយនឹងសឹកការពារជាមួយនឹងកូដការពារជាមួយនឹងការប្រឡាក់ផ្សេងការរចនាបែប classic បែបនេះគឺវាផ្ដល់នូវភាពស្រស់ស្អាតភាពងាយស្រួលមួយយ៉ាងក៏ប៉ុន្តែសម្រាប់ design បែបនេះគឺវាទាមទារ tool ត្រឹមត្រូវមួយដើម្បីយើងអាចដោះដូរបានអញ្ចឹងណាប៉ុន្តែចំពោះការដោះដូរហ្នឹងវាមានភាពងាយស្រួលទេយើងគ្រាន់តែប្រើឧបករណ៍ហ្នឹងភ្ជាប់ជាមួយនឹងខ្សែទៅយើងមូលរុញបដូលដែលជាប់នៅក្នុងហ្នឹងទៅគឺយើងអាចដកចំនួនកង់ដើម្បីឲ្យវាខ្លីឬក៏បន្ថែមចំនួនកង់វាហ្នឹងដើម្បីឲ្យវាវែងតម្រូវជាមួយនឹងដៃធំដៃទូចអញ្ចឹងណាសម្រាប់ដៃខ្ញុំទូចអញ្ចឹងខ្ញុំដកយើងច្រើនកង់ដែរអញ្ចឹងมันត្រូវសម្រាប់អ្នកដែលដៃធំតលតែបន្ថែមនេះគឺVenus Falcon Titanium តម្លៃ139សម្រាប់ព័ត៌មានលម្អិតចង់ដឹងបន្ថែមអាចមើលនៅក្នុង Facebook page នេះ Venus Cambodia ដើម្បីឲ្យដឹងព័ត៌មានលម្អិតថាមានម៉ាកអីផ្សេងមាន model អីផ្សេងពី Venus